ជាបាក់ថមនាងខ្ញុំឈ្មោះឆៃឆៃអ៊ីងខ្ញុំបាទនាងឈ្មោះតាំងសុភីបជាសិស្សរៀននៅថ្នាក់ទី6កនៃសាលាអន្តរជាតិ UKL សូមលំអរកាយគោរពចំពោះលោកគ្រូនាយកលោកស្រីនីយិកាលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សសិក្សានុសិស្សនិងប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែលបានលើកយកមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី6មេរៀនទី14និយាយអំពីម៉ាស៊ីនងាយមកចែករំលែកចំណេះដឹងដល់អ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះ1. ខ្នោះកនិយមន័យតើខ្នោះគឺជាអ្វីខ្នោះជាប្រភេទម៉ាស៊ីនងាយម្យ៉ាងដែលធ្វើពីវត្ថុរឹងមាំដូចជាឈើឬលោហៈដែលចល័តជុំវិញចំណុចនឹងមួយឬអមួយដែលគេហៅថាចំណុចតម្រឬអតម្រផ្នែកសំខាន់នៃខ្នោះមានកម្លាំងទប់ឬបន្ទប់ទម្ងន់វត្ថុកម្លាំងចលករចំណុចតម្រខសារៈប្រយោជន៍នៃការប្រើខ្នោះបើយើងរំកិលឬផ្លាស់ទីវត្ថុមួយយើងត្រូវប្រើកម្លាំងចលករស្មើឬធំជាងកម្លាំងទប់ទើបវត្ថុនោះអាចផ្លាស់ទីបានប៉ុន្តែបើយើងប្រើខ្នោះវិញនោះយើងត្រូវប្រើកម្លាំងចលករតូចជាងកម្លាំងទប់ឬបន្ទប់ជាទូទៅក្នុងការប្រើខ្នោះបើប្រវែងដីខ្នោះកាន់តែវែងកម្លាំងចលករកាន់តែតូចគោប្រភេទខ្នោះគេចែកខ្នោះជា3ប្រភេទដែលផ្អែកលើទីតាំងចំណុចតម្រកម្លាំងទប់និងកម្លាំងចលករខ្នោះប្រភេទទី1ជាខ្នោះដែលមានចំណុចតម្រស្ថិតនៅចន្លោះកម្លាំងទប់និងបន្ទប់និងកម្លាំងចលករខ្នោះប្រភេទទី2ជាខ្នោះដែលមានកម្លាំងទប់ឬបន្ទប់ស្ថិតនៅចន្លោះកម្លាំងចលករនិងចំណុចតម្រខ្នោះប្រភេទទី3ជាខ្នោះដែលមានកម្លាំងចលករស្ថិតនៅចន្លោះកម្លាំងទប់ឬបន្ទប់និងចំណុចតម្រ2ប្លង់តេបកនិយមន័យប្លង់តេបជាផ្ទៃរាបមួយដែលជាទូទៅធ្វើអំពីបន្ទះឈើឬបន្ទះលោហៈសម្រាប់ប្រើប្រាស់ជាតម្រូវក្នុងការលើកដាក់វត្ថុពីទីទាបទៅទីខ្ពស់ឬពីទីខ្ពស់មកទីទាបខសារៈប្រយោជន៍នៃការប្រើប្លង់តេបើគេលើកបន្ទុកមួយឡើងទៅលើត្រង់គេត្រូវបញ្ចេញកម្លាំងចលករស្មើឬធំជាងទម្ងន់បន្ទុកបើគេលើកបន្ទុកដដែលនោះឡើងទៅលើត្រង់តាមប្លង់តេគេត្រូវបញ្ចេញកម្លាំងចលករស្មើឬកាន់តែទូចជាងទម្ងន់បន្ទុកបើគេលើកបន្ទុកដដែលនោះឡើងទៅលើត្រង់តាមប្លង់តេដែលមានប្រវែងវែងជាងមុនគេត្រូវបញ្ចេញកម្លាំងចលករកាន់តែទូចជាងមុនជាទូទៅក្នុងការលើកដាក់វត្ថុតាមប្លង់តេបើប្រវែងប្លង់តេកាន់តែវែងជាងមុនកម្លាំងចលករកាន់តែទូចជាងមុនជាចុងបញ្ចប់នេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តទាំងអស់គ្នាដែលចំណាយពេលទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយនេះខ្ញុំសង្ឃឹមថាសិស្សានុសិស្សទាំងអស់នឹងយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីមេរៀននេះសូមអរគុណ